ต่อทางนี้ផងដែរនាងខ្ញុំមកបេះស្វាយយកមកបន្ទុំជាមួយនឹងម្ដាយរបស់នាងខ្ញុំហើយនេះគាត់កំពុងតែចង់ស្បៃហើយគាត់ហៅខ្ញុំឲ្យមកជួយកាន់ស្បៃម្ខាងទៅហើយគាត់អ្នកវាយស្វាយធ្លាក់ឲ្យធ្លាក់ចូលក្នុងស្បៃអញ្ចឹងណាបងប្អូនហើយស្វាយមុងកែវនេះផងដែរគឺផ្លែច្រើនមែនតើបងប្អូនស្វាយទៅកន្លែងណាក៏មានស្វាយដែរបងប្អូនអញ្ចឹងទៅមានតែវិធីសាស្ត្រមួយយ៉ាងគឺយើងបេះយកបន្ទុំវាដើម្បីទៅខូបហើយស្វាយនេះផងដែរគឺខ្ញុំចូលចិត្តជាងស្វាយកែវរមៀតបងប្អូនខ្ញុំចូលចិត្តតែស្វាយមុងកែវហើយនិងស្វាយខ្លែបហ្នឹងហើយបងប្អូនព្រោះអីស្វាយហ្នឹងវាមានរសជាតិឆ្ងាញ់ហើយវាទុំតែបន្តិចអីគឺយើងហូបបានវាទុំដល់ក្នុងតែម្ដងបងប្អូនហើយនេះម៉ែខ្ញុំក៏កំពុងតែមូលស្វាយហើយតែវាចង់ធ្លាក់នេះពេលធ្លាក់ទៅវាធ្លាក់ចូលស្បៃអញ្ចឹងណាបងប្អូនហើយអាកាសធាតុថ្ងៃនេះផងដែរគឺត្រជាក់ស្រួលមែនតើបងប្អូនខ្យល់បក់មកលហិចហើយពីអ្នកម៉ែរបស់ខ្ញុំគឺខំបេះស្វាយព្រោះអីបើទុកចោលក៏វានេះដែរបងប្អូនវាចោលដែរអញ្ចឹងទៅយើងមានតែវិធីសាស្ត្រយើងបេះវាយកមកបន្ទុំកុំឲ្យស្ដាយវាអញ្ចឹងណាព្រោះអីរដូវស្វាយគឺមានគ្រប់ទីកន្លែងបងប្អូនអញ្ចឹងទៅធ្វើឲ្យយើងយកទៅលក់ណាក៏មិនដាច់ដែរអញ្ចឹងយើងមានស្វាយយើងបេះយកបន្ទុំទឹកហូបឬក៏យើងចែកអ្នកណាដែលគេអត់អញ្ចឹងទៅណាហើយស្វាយខ្ញុំនេះគឺអាចចិត្តក៏មាននៅចកានោះក៏មានដែរបងប្អូនតែសំខាន់គឺខ្ញុំចូលចិត្តទៅស្វាយមុងកែវតែម្យ៉ាងគាត់ហើយនេះគឺខ្ញុំកំពុងតែឆោកាន់ស្បៃហើយព្រោះឲ្យខ្លាចផ្លែស្វាយធ្លាក់ទៅក្បាលដែរបងប្អូនដោយសារតែម៉ែរបស់ខ្ញុំគឺគាត់អ្នកបេះចឹងណាដើម្បីវាធ្លាក់ទៅក្បាលយើងហ្នឹងហើយមកស្វាយហ្នឹងគឺចាប់តែម្ដងបងប្អូនហើយនេះគឺខ្ញុំឆោហើយស្វាយគេធ្លាក់ចូលស្បៃទៅបើម៉ែខ្ញុំប៉ាត់តែវាយចឹងណាប៉ាត់វាយឲ្យធ្លាក់ចូលក្នុងស្បៃហើយយើងចង់ស្បៃដាក់អញ្ចឹងទៅការពារកុំឲ្យវាជួមតែដឹងថាវាជួមដែរបងប្អូនដោយសារតែយើងវាយវាអញ្ចឹងវាអាចត្រូវវាខ្លះដែរអញ្ចឹងណាហើយសំខាន់គឺឆ្កែខ្ញុំមកចូលមីហើយនឹងអាទឿវាទៅនៅមើលឲ្យខ្ញុំសេថាម៉ែអើយធ្វើក្បាលខ្ញុំលើហើយពេលហ្នឹងគឺខ្ញុំខ្លាចមែនទេបងប្អូនមកផ្លែស្វាយហ្នឹងគឺច្រឡប់តែម្ដងហើយនេះបើគាត់វាយអញ្ចឹងមកណានេះមើលខ្ញុំកិច្ចដួលហើយអញ្ចឹងណាបងប្អូនហើយបើបងប្អូនណាចង់ហូបស្វាយកែវមុងកែវអីនេះមកផ្ទះខ្ញុំមកស្វាយយើងដាំវាទៅក៏វាមានអត្ថប្រយោជន៍ដែរវាទីមួយគឺវាបានផ្លែឲ្យយើងនេះដែរយកធ្វើជាតែទឹកថៃស្វាយឬក៏ស្វាយយើងយកទៅបន្ទុំអីចឹងណាតែសំខាន់គឺស្វាយឆ្នាំនេះគឺស្វាយខ្ញុំផ្លែច្រើនហើយអាហ្នឹងនៅតែក្រោយទេអានៅជាការទៀតផ្សេងទៀតបងប្អូនហើយសំខាន់គឺពីមុនក្រោយវាធ្លាក់ដល់ដីដដែលហើយនេះគឺខ្ញុំក្រោយពីប៊ីតត្រូវមកផ្លែស្វាយហើយមកដល់កន្លែងនេះគឺយើងចង់មកស្បៃទៀតយើងទម្លាក់ស្បៃហ្នឹងទៅហើយខ្ញុំអ្នកអង្គុយរឹសម៉ែខ្ញុំគាត់បងតែចង់ស្បៃដោយសារពេលហ្នឹងមេឃវាភ្លៀងដែរបងប្អូនភ្លៀងពេលខ្ញុំអត់បេះស្វាយវាភ្លៀងតែពេលខ្ញុំចាប់ដើមបេះស្វាយគឺភ្លៀងមកនេះប៉ុណ្ណឹងពេលហ្នឹងភ្លៀងមកហើយខ្ញុំឡើងទៅទឹកខោអាវដែរហ្នឹងភ្លៀងមកជោគខ្លួនដែរហើយនេះខំរឹសយកដោយសារតែខ្លាចមេឃភ្លៀងកាន់តែខ្លាំងទៅខ្ញុំគឺអត់បានរឹសស្វាយទេហើយណាមួយខ្ញុំថតវីដេអូដើម្បីឲ្យបងប្អូនបានទស្សនាអញ្ចឹងណាហើយខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តខ្ញុំហើយនឹងជួយគាំទ្រខ្ញុំក្នុងពេលខ្ញុំផលិតវីដេអូមួយដើម្បីឲ្យបងប្អូនបានទស្សនាហើយនេះគឺជាទេសភាពនៅខាងក្រៅផ្ទះរបស់នាងខ្ញុំគឺពេលបានភ្លៀងបានអីចឹងទៅគឺរុក្ខជាតិមានការលាស់ខៀវខ្ចីស្រស់បំប្រងហើយនេះពេលនេះរឹសស្វាយហើយវាក្តៅពេកបងប្អូនដោយសារតែភ្លៀងហើយគឺវាក្តៅតែម្ដងវាហប់ខ្យល់ហើយកន្លែងនេះចាប់ដាំមកកន្លែងទៀតនេះម៉ែខ្ញុំឲ្យកាន់ស្បៃបងប្អូនឮតែសលេងអាហ្នឹងក៏ដឹងដែរហើយភ្លៀងក៏វាមកបដៅអញ្ចឹងណាហើយអញ្ចឹងទៅក៏បេះទៀតព្រោះឯស្វាយតែយើងទុកទៅវាអាចឈូសឬក៏វាអាចទុំប្រេះនៅលើដើមហ្នឹងក៏មានដែរបងប្អូនសំខាន់ហ្នឹងគឺយើងចង់បន្ទុំវាទុកហូបបានយូរគឺយើងយកវាមកបន្ទុំមកកុំឲ្យទុកនៅដើមវាពេលខ្លះទៅសัตว์វាហៅតែចឹកស៊ីអីចឹងណាវាធ្វើឲ្យស្អុយខូចស្បែកយើងនេះមកបេះទៀតហើយបងប្អូនលើកស្បែកឲ្យខ្ពស់ផុតពីដីចឹងទៅនេះមកធ្លាក់ចូលស្បែកចឹងណាបងប្អូនពេលធ្លាក់ចូលស្បែកចឹងទៅគឺវាងាយស្រួលក្នុងការយើងយកទៅបន្ទុំទៅពេលវាទុំទៅវាអត់ជាប់សាច់វាចឹងណាហើយនៅខាងក្រោយនឹងខ្ញុំគឺមានដើមកញ្ញូងដើមថ្នងបងប្អូនដែលម៉ែខ្ញុំគាត់បានដាំណាឥឡូវវាធំហើយឃើញអត់ទេសភាពគឺស្រឡាញ់ទេសភាពអញ្ចឹងហើយពេលយើងមើលវាទៅឡើងត្រជាក់ភ្នែកតែម្ដងហើយសំខាន់គឺខ្ញុំខ្លាចតែផ្លែស្វាយធ្លាក់ត្រូវក្បាលទេបងប្អូនអើយមកផ្លែស្វាយហ្នឹងគឺខ្ញុំដឹងតែច្រឡប់មកហើយឃើញ
ខ្ញុំប្រាប់ម៉ែខ្ញុំថាកុំឲ្យបេះវាយមកខ្ញុំពេកអញ្ចឹងណាតែពេលអញ្ចឹងទៅទៅមកស្វាយហ្នឹងគឺចប់តែម្ដងនេះអាខ្លះទៅធ្លាក់ចេញក្រៅស្បែកឲ្យមើលម៉ែខ្ញុំក៏ធ្វើកែបកាឲ្យខ្ញុំមើលពេលហ្នឹងដល់សារតែយើងកាន់តែធាំងដៃអញ្ចឹងទៅវារួចដៃពេលស្វាយធ្លាក់ធ្វើមកទុកមកនេះចូលស្បែកទៅវាធ្លាក់ទៅវាទេងយើងណារួចដៃនេះពេលហ្នឹងពងតែនិយាយមួយម៉ែខ្ញុំហើយភ្លៀងក៏វាភ្លៀងកាន់តែលឹមមកខ្លាំងដែរហើយពេលហ្នឹងគឺម៉ែខ្ញុំគាត់បួលបេះស្វាយយកបន្ទុំទុកឲ្យតារបស់ខ្ញុំអញ្ចឹងណាហើយចឹងទៅក៏មកជួយបេះគាត់ហើយជួយកាន់ទៅព្រោះអីយើងយកបន្ទុំយកឲ្យតារបស់ខ្ញុំហើយស្វាយខ្ញុំហូបរាល់ថ្ងៃបងប្អូនដោយសារតែឲ្យតែពេលថ្ងៃអីហ្នឹងគឺខ្ញុំហូបវា2 3អីចឹងទៅហើយថ្ងៃណាខ្លះទៅខ្ញុំអត់ហូបបាយទេហូបតែស្វាយទៅស្អែតស្វាយទុំឬក៏ពេលខ្លះទៅស្វាយយើងហូបស្វាយទុំជាមួយបាយក៏ឆ្ងាញ់ដែរបងប្អូនហើយនេះខ្ញុំរួយដៃមែនតើខ្ញុំក៏ធ្លាក់ស្បែកដល់ដីតែម្ដងបងប្អូនហើយពេលហ្នឹងគឺខ្ញុំខឹងភ្លៀងដែរយើងបេះស្វាយផងឲ្យភ្លៀងហើយហប់ខ្យល់ពេលហ្នឹងក្តៅតែម្ដងក្តៅស្អុះបងប្អូនឃើញមួយម៉ាខ្ញុំគាត់វាយមកដបងហ្នឹងគឺចប់តែម្ដងហើយសំខាន់គឺខំប្រឹងបេះឲ្យបានច្រើនដោយសារតែយើងត្រូវការយកទៅទុំតុកហូបអញ្ចឹងណាម៉ែខ្ញុំគាត់ពងធ្វើឲ្យខ្ញុំមើលទៀតអីពេលហ្នឹងស្បៃវាធ្លាក់ដល់ដីបងប្អូនពេលធ្លាក់ដល់ដីហ្នឹងទៅក៏និយាយមួយម៉ែថាមិនដាក់ស្បៃដាក់អីទៀតទេធ្លាក់ស្វាយចេញពីស្បៃអស់ហើយគាត់ឲ្យខ្ញុំវាយម្ដងហើយគាត់អ្នកកាន់ស្បៃបងប្អូនចាំមើលខ្ញុំវាយស្បៃទៅឈូសចេញពីស្បៃនឹងឆ្ងាយតែម្ដងហើយម៉ែខ្ញុំក៏ថាបើចូលអញ្ចឹងដែរមិនដាក់ស្បៃដាក់អីទេហើយវាយទៅស្បៃវាទៀតចូលស្បៃខ្លះចេញក្រៅខ្លះអញ្ចឹងណាបងប្អូនដូរគ្នាកាន់ដោយសារតែខ្ញុំរួចដៃពេកហើយនេះចូលបាន2 3ស្វាយដែរហើយនៅតែបន្តវាយស្វាយបដាទៀតនៅពេលរលឹមស្រេចតែម្ដងហើយស្វាយគឺមានតែម្ដើមកន្លែងក្រោយផ្ទះហ្នឹងគឺស្វាយមងកៅនៅចកានោះក៏មានដែរបងប្អូនប៉ុន្តែខ្ញុំអត់ទាន់បានទៅបេះទេខ្ញុំបេះឲ្យក្រោយផ្ទះសិនដោយសារចកាហ្នឹងខ្ញុំឲ្យគេទៅបេះហូបដែរអញ្ចឹងណាហើយនេះលាតស្បែកបេះមួយទៀតហើយមកខ្ញុំវាយបងប្អូនយួរតែដបងហ្នឹងមិនចង់រួចផងនេះអាស័យហ្នឹងណាហើយមកមើលកន្លែងនេះផងដែរគឺខ្ញុំវាយស្វាយជាមួយម៉ែខ្ញុំពីភ្លៀងហ្នឹងភ្លៀងឡើងមែនតើណាភ្លៀងអត់ចង់រៀងទេបងប្អូនតែវាលឹមមកល្មមកជួបខ្លួនយើងមកអាចឲ្យយើងផ្ដាសាយហើយអានេះគឺទេសភាពនៅខាងក្រៅផ្ទះរបស់នាងខ្ញុំមានដើមឈើមួយកន្លែងហ្នឹងទៀតហើយជុំវិញសុទ្ធតែដើមឈើបងប្អូនហើយអញ្ចឹងទៅវារៀងសុខទ្រព្យដែរបងប្អូនតែមិនយូរមិនឆាប់ទេម៉ែខ្ញុំគាត់នឹងរះមែកវាចោលខ្លះដែរហើយយើងដើម្បីតែងលម្អវាឲ្យវាស្អាតហើយនេះមើលខ្ញុំឯងយួរដបងវាយស្វាយហ្នឹងគឺសឹងតែមិនចង់រួចដោយសារធ្ងន់ដែរហ្នឹងបងប្អូនហើយមើលនេះស្វាយវាធ្លាក់ទៅក្បាលខ្ញុំឯងបងប្អូនវាវត្តមកក្រោយពេលអញ្ចឹងទៅវាធ្លាក់ទៅក្បាលខ្ញុំហើយនេះវាយស្វាយខុសស្បៃផងអត់ចូលស្បៃផងអញ្ចឹងវាពិបាកដែរហ្នឹងហើយខ្ញុំបេះហ្នឹងនៅបេះស្វាយនៅក្រោយហោស៊ឺរបស់ខ្ញុំហ្នឹងហើយបងប្អូនហោស៊ឺដែលដាំបន្លែលើកមុនអញ្ចឹងណាឥឡូវនេះគឺអត់បានដាំទៀតទេបងប្អូនដោយសារតែកាលខែប្រាំងហ្នឹងយើងខ្វះខាតទឹកពេកអញ្ចឹងទៅយើងទុកដាំខែវស្សាវិញហើយនៅក្នុងហោស៊ឺរបស់ខ្ញុំគឺទុកចោលមកប្រាំងហើយតែដាំបានខ្ទង់ខែ2ហ្នឹងដាំបានម្ដងដោយសារតែយើងខ្វះខាតទឹកស្រះអីទឹងរងអីវារីងហ្នឹងណាវាបូមមកគ្រប់គ្រាន់សម្រាប់ស្រែកដំណាំទេបានតែមកប្រើប្រាស់ក្នុងគ្រួសារអញ្ចឹងអានេះគឺខ្ញុំឈប់រួនហើយបងប្អូនអានេះបាយមើលសិនដោយសារប៊ីស្វាយហត់ដែរហើយម៉ែខ្ញុំគាត់ចាប់ដើមលាក់ចេញពីស្បៃមកវិញហើយនេះគាត់ឲ្យខ្ញុំអង្គុយរើសស្វាយវិញម្ដងបងប្អូននេះរើសស្វាយបានមកកធុងហ្នឹងខាងខ្ញុំហៅកធុងបងប្អូនអត់ដឹងដែរណាឃើញក្រោយវាស្វាយឲ្យគឺខ្ញុំបិចនេះឡើងជូកក្បាលតែម្ដងភ្លៀងវាបានតែសើមកៅបន្តិចក្រោយពីមេឃរាំងទៅគឺខ្ញុំយួរស្វាយយកមកទុកនៅផ្ទះម្ដងអញ្ចឹងណាហើយនេះគឺផ្ទះខ្ញុំអត់មានអីទេបងប្អូនហើយគឺមានតែទេសភាពដើមឈើមានអីហ្នឹងគឺមិនមែនមានអ្វីអីស្រស់ស្អាតយ៉ាងណាដែរទេពេលខ្លះគឺមានឆ្មៅដែរតែយើងដែលច្រាស់វាដែរតែវានៅតែអត់អស់អញ្ចឹងណាតែសំខាន់គឺខ្ញុំរឹសស្វាយសិនហើយនេះគឺខ្ញុំមកម្ដងទៀតហើយខ្ញុំរឹសស្វាយកន្លែងនេះម្ដងបងប្អូនរឹសស្វាយនៅវាស្រែកឡើងខ្ញុំវាយស្វាយមិញហ្នឹងណាហើយនេះរឹសយកឲ្យបងប្អូនដោយសារតែវារៀងល្ងាចដែរហើយ
mai nhom cật oi nhom rưi lên tới bữa nhập tới đam mai thôi mà hộp chẳng á anh đi class tôm mà class skill class tới tôm khăng tới bằng bồn tay nhom cho chật skill tôm mình tỉnh năng cứ bây giờ chật hay dùng cho mà hộp bắt ngang nhà về rừng phong việc chỉ phong chắc nèแต่สไปนั่งเวียจะบอกวิแค่ได้บางปนคือเวียอัดชูมอปอลไอตีคือจะบอกวิเอียงกระนะสไปมองแก้วก็ยำโจจัดแต้มดองแต่สไปใบก็ยำมัดเธอโจจัดได้สไปแก้วลมเมียดไอ้ยำมัดเธอโจจัดเวียตีโจจัดแต่เป็นเอาดับใจไอ้โจจัดแบบท่าต้มคือยำอัดเธอโจจัดหัวสไปนั่งเวียอัดเธอชิงันจังนะมันนั่งจำนองจำโนจัดเอาบ้ามโนเรียงคล้วนอันนี้ยำกระปงแต่รึโยให้เดซ่าแต่เวียจะได้นังมองได้ดอลการเงินได้ยังเติร์ดช่วยขนมเตียบายดำดองอันนี้คือเพียงจูกเอายำมาจะเฮียงคล้วนมองปนเรานี่คือยำรึบานมากระทงที่ได้ให้จ้องวิดีโอนี้ขย่มคือมีแต่ปันนังสมออกก้นสมจมเรียบปุกหมายมองปนออกคะแนน